ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមានវីដេអូមួយនៅបង្ហាញបងប្អូនទាំងអស់គ្នាពីគន្លឹះ boost view TikTok នៅលើ website JSMM សម្រាប់បងប្អូនដែលចង់ឲ្យវីដេអូ TikTok របស់បងប្អូនមានចំនួនអ្នក view ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូ TikTok របស់បងប្អូនអាច boost ចំនួន view បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺពិតជាសមរម្យមែនទែនបងប្អូនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link នៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលបន្ទាប់ពីបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះហើយបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា TikTok បងប្អូនអាចចុចចូលទៅលើពាក្យថា TikTok នឹងបានបន្ទាប់មកបងប្អូនអូសវាមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង TikTok គឺវាមានដូចជា TikTok Live TikTok Follower TikTok View TikTok Save TikTok Share TikTok Comment Story View Live Stream View គឺមានទាំងអស់បងប្អូនដូច្នេះហើយបងប្អូនចង់ចូលធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹង view TikTok បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា TikTok view នេះបានបន្ទាប់ពីនឹងមកបងប្អូនអាចអូសមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Service ដែលនៅក្នុងនឹងផងដែរគឺវាមាន5 Service សម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមាន Service ដូចជា TikTok View Instant Start Chippy TikTok View Instant Start Fast TikTok View Max Unlimited និង TikTok View Always Stable ចំពោះ quality ទាំង5 Service នេះផងដែរគឺសុទ្ធតែធានាគុណភាពជូនដល់បងប្អូនដូចគ្នាមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនដែលដាក់នៅលើនឹងស្រាប់ដែលងាយស្រួលឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសេវីសមួយណាបងប្អូនអាចចុចចូលទៅលើសេវីសមួយនឹងបានសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំសូមជ្រើសរើសទៅលើសេវីសដែលមានលេខកូដ176គឺ TikTok View Instant Start Fast នៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសេវីសរួចរាល់អស់ហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសេវីសហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link វីដេអូ TikTok របស់បងប្អូនចូលដើម្បីទាញយក link វីដេអូ TikTok របស់បងប្អូនបានបងប្អូនចូលទៅកាន់ account TikTok របស់បងប្អូនជាមុនសិនមកហើយបងប្អូន select ចូលទៅលើវីដេអូណាមួយដែលបងប្អូនចង់ boost ចំនួន view ឧទាហរណ៍ខ្ញុំជ្រើសរើសទៅលើវីដេអូមួយនេះហើយពេលដែលបងប្អូនចូលទៅកាន់វីដេអូរបស់បងប្អូនហើយបងប្អូននឹងឃើញមានចំណុច 3 តូចនៅខាងក្រោម save នៅកន្លែងនេះបងប្អូនអាចចុចចូលទៅលើ 3 តូចនឹងបានបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងមកបន្ទាប់ពីបងប្អូនបាន copy link វីដេអូ TikTok របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូ TikTok របស់បងប្អូនចូលបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន view ដែលបងប្អូនចង់ boost នៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានចាប់ពីចំនួន100 view ឡើងដូច្នេះហើយបងប្អូនអាចដាក់ចំនួន view ដែលបងប្អូនចង់ boost ទៅតាមតម្រូវការរបស់បងប្អូនបានសម្រាប់ខ្ញុំគឺខ្ញុំដាក់ត្រឹមចំនួន100 viewចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតអូតូទៅតាមចំនួន view ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំដាក់ត្រឹមចំនួន100 view អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង $0.001 ជាងក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន view នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវានឹងកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានដាក់នឹងដូចគ្នាឧបមាថាខ្ញុំបង្កើនចំនួន view នៅខាងលើនឹងពី100ទៅ1000អញ្ចឹងបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមវាកើនឡើងមក $0.01 ជាងវិញ
បងប្អូនកាន់តែបង្កើនចំនួន view នៅខាងលើតម្លៃសេវាកម្មនៅខាងក្រោមគឺវានឹងកាន់តែកើនឡើងទៅតាមចំនួន view នឹងដូចគ្នាបងប្អូនមិនថាបងប្អូនដាក់ចំនួន view នៅខាងលើនឹងច្រើនប៉ុណ្ណាក៏តម្លៃសេវាកម្មនៅខាងក្រោមនឹងគឺវានឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអត់ចាំបាច់ពិបាកគិតថាចំនួន view ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនចំណែកឯរយៈពេល3ម៉ោង51នាទីដោយដែលបងប្អូនបានឃើញនឹងវាគឺជារយៈពេលដំណើរការនៃការប៊ូសចំនួន view នៅលើវីដេអូ TikTok របស់បងប្អូនមានន័យថាបន្ទាប់ពី3ម៉ោង51នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន view នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានប៊ូសប៉ុន្តែជាក់ស្ដែងទៅគឺវាអត់យូរដល់ប៉ុណ្ណឹងទេបងប្អូនត្រឹមរយៈពេល30នាទីអីគឺបងប្អូននឹងឃើញចំនួន view នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានប៊ូសហើយបងប្អូនហើយ description នៅខាងក្រោមនេះវាគឺជា description របស់ survey ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើដូច្នេះហើយបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូល submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់ survey ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link វីដេអូ TikTok របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅកន្លែងនេះបាននៅពេលដែលបងប្អូនបានចុចចូល submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order receivedដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមនេះក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សេវាដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link វីដេអូ TikTok របស់បងប្អូនចំនួន view ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងនឹងបានចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនអំបញ្ញមិញអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល3ម៉ោង51នាទីប៉ុន្តែជាក់ស្ដែងទៅគឺអត់ដល់ប៉ុណ្ណឹងទេបងប្អូនត្រឹមរយៈពេល30នាទីអីបងប្អូននឹងឃើញចំនួន view នៅលើវីដេអូ TikTok របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុចចេញពី website នឹងវិញបានហើយសម្រាប់ការប៊ូស view TikTok ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗដោយសារតែខ្ញុំបានសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយបងប្អូនធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានផលពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ